សារមួយដែលបងចង់ចែកទៅដល់គេហៅថាស្ត្រីឬក៏នារីដែលគាត់ចាប់អារម្មណ៍ចង់ថា set up business ឬក៏បង្កើត start up អីហ្នឹងណាចំណុចទី1ដែលសំខាន់ហ្នឹងគឺចង់ឲ្យគាត់ keep gender role aside ជាពិសេស traditional gender role ព្រោះបើយើងកលេចមើលទៅកាន់ប្រទេសជិតខាងរបស់យើងឬក៏រូបខាងលិចអីចឹងជាដើមមិនមិត្តភ័ក្តិស្ត្រីជាច្រើនដែលគាត់ run business នៅដូចប្រទេសឥណ្ឌូនេស៊ីឬហ្វីលីពីនណាគឺគាត់អត់ដែល let being a woman get in their way to set up a business ទេចាមានយើងឯកភាពថានៅតែមានគេហៅថា expectations រំពឹងមួយចំនួនហៅ social expectations on women ចឹងណាប៉ុន្តែ keep that aside អ្វីដែលយើងត្រូវសួរមកកាន់ខ្លួនយើងថាតើយើងចង់ធ្វើអត់ and how strongly you want to do it ថាតើយើងចង់ធ្វើដល់កម្រិតណាចាហើយមានស្ត្រីពីមុនបងទៀតដែលគាត់គេហៅថា break the barriers ឬក៏ went through barrier ហ្នឹងដើម្បីខ្លាយទៅជាគេហៅថា entrepreneur ឬក៏ business owner ហ្នឹងមុនយើងទៀតយើងរៀនពីគាត់យើងទៅសួរគាត់ចាវាជាសារដែលបងក៏ប្រាប់ខ្លួនឯងបន្តចឹងថាជារឿយៗដែរគឺ never accept the status quo មានន័យថាកុំបដ ாய் តាមវាសនាចឹងថាយើងគិតថាអូយើងកាត់មកអញ្ចេះស្ត្រីអញ្ចេះបុរសអញ្ចេះពិបាកអញ្ចេះយើងត្រូវរៀនលូតចេញពីគេហៅផ្នត់គំនិតមួយហ្នឹងណាចាព្រោះបើសិនជាយើងបដ ாய் ខ្លួនឯងនៅតែអញ្ចឹងគឺយើងនៅនឹងរហូតយើងបដ ாய் តាមវាសនារហូតចាបងអត់ដឹងថាបងត្រូវអត់ទេណាប៉ុន្តែពាក្យថា accept the status quo បងប្អូនអាច Google ពាក្យហ្នឹងទៅអូននឹងពាក្យអ្វីដែលបងសម្ដៅទៅលើអីហីចាគឺមានយុវជនជាច្រើនដែលគាត់មកគេថារក advice and tips ពីបងសូម្បីតែ business ក៏ដូចគ្នាដែរអ្វីដែលបងព្យាយាមតែតែប្រាប់ពួកគាត់វិញហ្នឹងគឺថាបើសិនយើងធ្វើក្នុងកលៈទេសៈហ្នឹងយើងត្រូវសួរខ្លួនយើងថាក្នុងពេលហ្នឹងយើង pull yourself back a little bit ហើយគិតថាក្នុងកលៈទេសៈពេលហ្នឹងបើសិនជាខ្ញុំជាជននេះយើងដាក់ខ្លួនយើងទៅលើជនណាដែលយើងគេ idolize យើងគាត់ថាតើគាត់នឹងធ្វើអីតើអាហ្នឹងបើសិនជាយើងអត់មាន access ទៅនឹងអ្នកដែលជួយយើងតែបើល្អជាងហ្នឹងទៀតគឺយើងស្វែងរកជំនួយចាអញ្ចឹងដូចជាសំណួរត្រឡប់មកវិញគឺលើស្ត្រីចាហើយនឹងយុវនារីយើងថាធ្វើម៉េចដើម្បី set up business បានទីមួយគឺយើង build គេហៅភាពក្លាហានចាហើយយើង build confidence តាមរយៈអីsometimes you fake it till you make it you know បង្កើតភាពក្លាហានយើងដាក់ចិត្តមុតថាយើងចង់ធ្វើយើងធ្វើបានចាហើយយើងមានឧបសគ្គយើងស្វែងរកជំនួយ there's nothing wrong with asking for help